សូមជម្រាបថាយើងបំបែនៃចក្ខុទៅខាងនៃទីធ្លាថ្នល់បាទគឺថាក៏បានឃើញនៃដំណើរអំពីនៃតំណាងសង្ឃព្រមទាំងតំណាងនៃបេក្ខសាមនសិស្សព្រមទាំងយុវសិស្សនិងយុវតីសិស្សវត្តធម្មជោតក៏បានធ្វើដំណើរចូលមកកាន់នៃបណ្ដុលប្រឡងវត្តសេរីកណ្ដាលយើងហើយសួស្តីព្រះសង្ឃព្រមទាំងប្រជាពុទ្ធបរិស័ទគណៈកម្មការវត្តសេរីកណ្ដាលសូមស្វាគមន៍ទទួលដំណើរអំពីនៃឧទ្ទេសសាចារព្រះធម្មមេចាសាមនសិស្សបេក្ខសាមនសិស្សនិងយុវសិស្សយុវតីសិស្សនៃតំណាងវត្តធម្មជោតកណ្ដាលសូមទទួលស្វាគមន៍ទទួលដំណើរនិមន្តដោយសេចក្តីគោរពអំពីនៃព្រះសង្ឃព្រមទាំងប្រជាពុទ្ធបរិស័ទគណៈកម្មការវត្តសេរីកណ្ដាលសូមក្រាបថ្វាយបង្គំទទួលដំណើរគោរពនិងនិមន្តដំណើរអំពីព្រះអង្គនៃតំណាងសាសានុសិស្សវត្តធម្មជោតដោយសេចក្តីគោរពកណ្ដាលសូមព្រះអង្គនិមន្តឡើងទៅកាន់នៃមហាកុដដើម្បីជួបនៃប្រកាសណាព្រះអង្គដែលជាប្រធានសង្ឃនៅទទួលដំណើរនៃតំណាងសង្ឃវត្តធម្មជោតដោយសេចក្តីគោរពកណ្ដាលបានដឹងដំណឹងថានៃលក្ខណៈវងបាទគឺថាប្រសង់តំណាងនៃវត្តលក្ខណៈវងជុំធំក៏បានត្រៀមធ្វើដំណើរចូលមកកាន់ในក្នុងបណ្ដិលប្រឡងវត្តសេរីកណ្ដាលយើងហើយដូច្នេះសូមជម្រាបជូនដំណឹងដល់នៃ
យុវនារីព្រមទាំងប្រធាននារីនិងតំណាងគណៈកម្មការគ្រប់ជាន់ថ្នាក់ទាំងអស់និងតំណាងនៃព្រះសង្ឃដែលត្រៀមទទួលដំណើរអំពីនៃប្រកាសណាសង្ឃព្រមទាំងនៃតំណាងសាសានុសិស្សនិងបេក្ខសាមនសិស្សក៏បានរៀបចំធ្វើដំណើរមកហើយអញ្ចឹងហើយក៏យើងដើម្បីទទួលដំណើរស្វាគមន៍ទទួលដំណើរអំពីនៃប្រកាសណាសង្ឃនិងសាមណសង្ឃបាទក៏យើងជួយរៀបចំទទួលដំណើរដោយនៃសេចក្តីគោរពនិងដោយសុវត្ថិភាពដោយសេចក្តីនៃការរះតែកនិងរាប់អានអំពីនៃប្រជាពុទ្ធបរិស័ទនិងប្រសង់វត្តសេរីកណ្ដាលយើងបាទសូមជម្រាបដោយសេចក្តីគោរពបាទដូច្នេះបាទក៏សម្លឹងមើលទៅតាមនៃដងវិធីគោចររបស់នៃរដ្ឋឡាននៅខាងមុខក៏ឃើញប្រសង់និងគណៈកម្មការព្រមទាំងនៃតំណាងទទួលសង្ឃហើយក៏ធ្វើដំណើរអំពីនៃតំណាងបេក្ខសាមនសិស្សយុវសិស្សនិងយុវតីសិស្សព្រមទាំងបឋមមេចាឧទេសាចារវត្តលក្ខណៈវងជួងធំក៏បានធ្វើដំណើរត្រៀមចូលមកកាន់នៅក្នុងបណ្ដិលនៃវិធីប្រឡងវត្តសេរីកណ្ដាលយើងដែលគណៈចាត់តាំងមន្ត្រីសង្ឃបានរៀបចំចាត់តាំងក្នុងនៃបណ្ដិលប្រឡងវត្តសេរីកណ្ដាលសួស្តីគណៈកម្មការអាចារ្យញោមវត្តព្រមទាំងប្រជាពុទ្ធបរិស័ទនិងប្រសង់គ្រប់ជាន់ថ្នាក់ទាំងអស់នៃចំណុះវត្តសេរីកណ្ដាលសូមស្វាគមន៍ទទួលដំណើរអំពីនៃតំណាងបេក្ខសាមនសិស្សនិងយុវសិស្សយុវតីសិស្សប្រធមមេចាឧទេសាចាវត្តលក្ខណៈវងឈុំធំដោយសេចក្តីគោរពនិងទទួលស្វាគមន៍ដំណើរអំពីនៃព្រះអង្គដែលបានសិក្សាក្នុងចាត់តាំងអំពីពុទ្ធិកបាលីទី1ទី2ទី3ដូច្នេះក្នុងពេលនេះក៏ប្រសង់ព្រមទាំងនៃយុវសិស្សហើយនិងប្រកាសណាសង្ឃក៏បានធ្វើដំណើរចូលមកកាន់ក្នុងបណ្ដិលវត្តសេរីកណ្ដាលនៃពិធីប្រឡងក្នុងពេលនេះគណៈសូមស្វាគមន៍ទទួលដំណើរសូមព្រះអង្គឡើងតកុនទៅទីកន្លែងនៃមហាកុដដើម្បីទទួលនិងស្វាគមន៍ទទួលដំណើរអំពីនៃព្រះចៅអធិការសង្ឃវត្តសេរីកណ្ដាលដោយសេចក្តីគោរពនឹងគណៈសូមស្វាគមន៍និងទទួលដំណើរដោយសេចក្តីគោរពគណៈមួយឆ្នាំសន្យាបានមកដល់ហើយខ្មែរមិនណាយកនតាបានដងធនធានរៀបចំប្រឡងវិញ្ញាសាមេរៀនចំណេះរបៀនសាឡបងប្រាជ្ញា ចំណេះណាយរបៀនសាឡបងប្រាជ្ញាខ្ញុំសូមថ្វាយបង្គំងើកដៃប្រណម្យឈ្មោះព្រះរតនត្រ័យលេ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 វាសនាគូគប់បញ្ជាមានភ័ព្វនិស័យពុទ្ធធីកាំងល្អក្រៃជាគ្រឹះស្ថានសិក្សាផ្ដល់ចំណេះថ្ងៃ
ព្រមទាំងនៃប្រកាសណាសង្ឃដែលព្រះអង្គត្រៀមដំណើរទទួលនៃបដិសន្ធរកិច្ចអំពីនៃវត្តនាវត្តដែលបានចុះឈ្មោះមកប្រឡងក្នុងគណៈចាត់តាំងនៃមន្ត្រីសង្ឃនៃដាក់ភ្នាក់ងារឲ្យវត្តស្រីកណ្ដាលដើម្បីទទួលនៃបណ្ដាលប្រឡងក្នុងឆ្នាំ2026នេះឯងដូច្នេះក៏ដឹងដំណឹងថាវត្តព្រះកណ្ដាលទឹកសាបបាទគឺថាព្រះកណ្ដាលទឹកសាបក៏បានរៀបចំធ្វើដំណើរនិមន្តនិងគ្រប់អញ្ជើញចូលមកកាន់ក្នុងបណ្ដាលប្រឡងវត្តស្រីកណ្ដាលហើយដូច្នេះខ្ញុំបាទក៏សូមជម្រាបដល់នៃយុវនារីគណៈកម្មការនិងប្រធាននារីព្រមទាំងប្រកាសណាសង្ឃគ្រប់ព្រះអង្គដែលយើងបានត្រៀមដំណើរទទួលនៃដំណើរតំណាងសង្ឃបេក្ខសាមណៈសង្ឃនិងបេក្ខសាមណៈសិស្សបាទធ្វើដំណើរមកក៏យើងក៏រៀបចំឲ្យស្រេចទៅបាទដោយឃើញនៃទៅតាមផ្លូវដងវិថីវត្តព្រះកណ្ដាលទឹកសាបព្រមទាំងយុវសិស្សនិងយុវតីសិស្សព្រមទាំងប្រកាសណានៃបេក្ខសាមណៈសិស្សក៏បានធ្វើដំណើរជិតមកដល់ក្នុងបណ្ដាលនៃប្រឡងហើយដូច្នេះក៏សូមជម្រាបយើងត្រៀមដំណើរជាមុនចុះបាទសួស្តីនៃថ្ងៃសុក្របាទគឺថាថ្ងៃសុក្រ6រោចខែបោះបាទក្នុងនឹងគឺមានរយៈពេលនេះបាទគឺថាសម្លឹងមើលឃើញវត្តព្រះកណ្ដាលទឹកសាបខ្ញុំប្រកាសណាខ្ញុំបាទព្រមទាំងតំណាងព្រះសង្ឃហើយនិងតំណាងគណៈកម្មការចំណុះវត្តសេរីកណ្ដាលតំណាងប្រជាពុទ្ធបរិស័ទក៏សូមទទួលស្វាគមន៍ដំណើរអំពីនៃព្រះធម្មមេចាឧទ្ទេសសាចាបេក្ខសាមណៈសិស្សនិងយុវសិស្សព្រមទាំងយុវតីសិស្សនៃវត្តព្រះកណ្ដាលទឹកសាបកណាសូមស្វាគមន៍ទទួលដំណើរដោយសេចក្តីគោរពអំពីនៃគណៈកម្មការព្រមទាំងព្រះសង្ឃនិងចំណុះវត្តសេរីកណ្ដាលទាំងមូលកណាក៏សូមគោរពទទួលដំណើរដោយសេចក្តីគោរពហើយសូមគណៈកម្មការព្រមទាំងព្រះសង្ឃដែលទទួលដំណើរអំពីនៃដំណើរតំណាងសង្ឃនិងដំណើរបេក្ខសាមណៈសិស្សសូមជម្រាបថាសូមរតនានិមន្តព្រះអង្គនៃតំណាងបេក្ខសាមណៈសិស្សព្រមទាំងនៃបឋមមេចានិងឧទ្ទេសសាចាយុវសិស្សយុវតីសិស្សបាទក៏សូមគោរពនិមន្តនិងអញ្ជើញទៅកាន់នៃមហាកុដដើម្បីជួបនៃតំណាងនៃព្រះចៅអធិការសង្ឃវត្តស្រីកណ្ដាលកណាសូមក្រាបថ្វាយបង្គំដោយសេចក្តីគោរពកណា
ពុទ្ធសាសនាសៀវភៅបានចាអប់រំវិន័យយល់ដឹងក្បួនមេរៀនចងចាំច្បាស់ល្អវៃកោបាលីមួយឆ្នាំសាឡមងសាមគ្គីប្រឡងបង្ហាញស្នាដៃក្រោមពន្លារាស្មីតាំងដៃកវៃសេរីកណ្ដាលខ្ញុំសូមថ្លែងអំណរទាំងចិត្តស្មងសប្រជា នៃប្រកាសអាណាសង្ឃព្រះអង្គដែលវត្តស្រីកណ្ដាលកំពុងតែទទួលដំណើរត្រៀមដំណើរគ្រប់និមន្តទទួលបដិសណ្ឋារកិច្ចអំពីនៃបេក្ខសាមណាសិស្សយុវសិស្សយុវតីសិស្សអំពីនានាវត្តដែលបានចោះឈ្មោះបញ្ជីមកប្រឡងនៅក្នុងបណ្ដុលនៃវិធីប្រឡងវត្តស្រីកណ្ដាលក្នុងថ្ងៃនេះដូច្នេះក៏ដឹងដំណឹងថាវត្តកោះទុំវត្តកោះទុំមួយដែលជាវត្តដ៏ប្លែកចម្លែកគឺក្នុងស្រុកកូឡៅយំពីមុនណាបាទក៏បានចុះឈ្មោះមកប្រឡងនៅក្នុងនៃស្រុកវិញchâuចាស់យើងពីមុនហ្នឹងជារៀងរាល់ឆ្នាំអស់រយៈពេល4ឆ្នាំ5ឆ្នាំប្លាយហើយដូច្នេះក្នុងឆ្នាំនេះវត្តសេរីកណ្ដាលក៏បានរៀបចំក្នុងវិធីចាត់តាំងប្រឡងនៃបេក្ខសាមណាសិស្សនៃពុទ្ធកៈបាលីទី1ទី2ទី3ក្នុងបណ្ដុលវត្តសេរីកណ្ដាលក៏មាននៃវត្តកោះទុំដែលជាអាណាស្រុកក្រៅអំពីវិញchâuក៏បានរួមមកប្រឡងជារៀងរាល់ឆ្នាំក្នុងស្រុកវិញchâuដូច្នេះក៏តាមសម្លឹងមើលឃើញនៃតំណាងគណៈកម្មការព្រមទាំងប្រធមមីចាឧទេសសាចាយុវសិស្សព្រមទាំងយុវតីសិស្សនៃវត្តកោះទុំក៏បានធ្វើដំណើរចូលមកកាន់នៃបណ្ដុលប្រឡងវត្តសេរីកណ្ដាលហើយដូច្នេះក៏សូមនៃយុវនារីនិងប្រកាសណាសង្ឃព្រមទាំងគណៈកម្មការនិងប្រធាននារីយុវនារីត្រៀមដំណើរដើម្បីទទួលអំពីនៃស្រុកដែលឆ្ងាយអំពីនៃវិញchâuយើងក៏សូមត្រៀមដំណើរដោយសេចក្តីគោរពចុះបាទសួស្តីព្រះសង្ឃព្រមទាំងប្រជាពុទ្ធបរិស័ទគណៈកម្មការអាចារ្យញោមវត្តនៃវត្តសេរីកណ្ដាលសូមស្វាគមន៍ទទួលដំណើរអំពីនៃព្រះធម្មមីចាឧទេសសាចាប្រករណាបេក្ខសាមណាសិស្សព្រមទាំងយុវសិស្សយុវតីសិស្សនៃវត្តកោះទុំដែលបានធ្វើដំណើរមកដោយកកកសូមស្វាគមន៍ទទួលដំណើរអំពីនៃឧទ្ទិសាចាព្រមទាំងគណៈកម្មការបេក្ខសាមណាសិស្សយុវតីសិស្សវត្តកោះទុំដោយសេចក្តីគោរពអំពីប្រកាសណាសង្ឃព្រមទាំងប្រជាពុទ្ធបរិស័ទគណៈកម្មការនិងប្រសង់វត្តសេរីកណ្ដាលសូមស្វាគមន៍ទទួលដំណើរដោយសេចក្តីគោរពអំពីនៃគណៈកម្មការព្រមទាំងប្រសង់វត្តសេរីកណ្ដាលសូមស្វាគមន៍ទទួលដំណើរនៃគណៈកម្មការនិងឧទ្ទិសាចាបឋមមីចាបេក្ខសាមណាសិស្សយុវសិស្សព្រមទាំងយុវតីសិស្សដោយសេចក្តីគោរពគណៈសូមព្រះអង្គដែលទទួលភ្នាក់ងារសូមរតនានិងជម្រាបសូមរតនាព្រះអង្គដែលតំណាងព្រះសង្ឃព្រមទាំងគណៈកម្មការឧទ្ទិសាចាសូមរតនាឡើងទៅក្នុងមហាកុដដើម្បីទទួលដំណើរអំពីនៃព្រះចៅអធិការសង្ឃបាទគឺថាព្រះចៅអធិការសង្ឃវត្តសេរីកណ្ដាលដែលព្រះអង្គគង់នៅខាងនៃមហាកុដខាងលើទទួលដំណើរអំពីនៃតំណាងគណៈកម្មការនិងគណៈឧទ្ទិសាចានិងគណៈមេប្រយោគផងបាទសូមជម្រាបដោយសេចក្តីគោរពបាទ បរិស័ទដែលបានជួយអបតចូលរួមចំណែកបណ្ដុំគំនិតរៀងសាធនធានកូនខ្មែរយើងមានចំណែងដឹងពិតមានប្រាជ្ញាមោមនសាសនាប្រណិតជាតិយើងរុងរឿង
ពុទ្ធសាសនាសៀវភៅបានចាអប់រំវិន័យយល់ដឹងក្បួនមេរៀនចងចាំច្បាស់ល្អវ័យក៏បាលីមួយឆ្នាំសាឡបងសាមគ្គីប្រឡងបង្ហាញស្នាដៃក្រោមពន្លឺរាស្មីតាំងដៃកវៃសេរីកណ្ដាលយើងខ្ញុំសូមថ្លែងអំណរទាំងចិត្តស្មោះសរប្រជាបរិស័ទដែលបានជួយអបថរចូលរួមចំណែកបណ្ដុំគំនិតរៀនសារធនធានកូនខ្មែរយើងមានចំណេះដឹងពិតមានប្រាជ្ញាមោះមុតសាសនាប្រណិតជាតិយើងរុងរឿងសូមស្វាគមន៍ពុកម៉ែយាយតាចូលរួមភ្ញៀវកញ្ញានារាត្រីអំណរបង្ហាញសាមគ្គីនៅក្រមទិទីញាតិមិត្តបងបងចូលរួមគាំទ្រវិស័យសិក្សា3ថ្ងៃប្រឡងកម្មវិធីល្អណាស់មានទាំងសិល្បៈប្រពៃណីផងក្រមលំព្រះពុទ្ធសាសនាសៀវភៅបានចាអប់រំវិន័យយល់ដឹងក្បួនមេរៀនចងចាំច្បាស់ល្អវ័យក៏បាលីមួយឆ្នាំសាឡ ខាង ប ត្បូង ង ក៏ឃើញដំណើរអំពីតំណាងនៃព្រះសង្ឃគឺមានបឋមចារ្យឧទេសាចារ្យព្រមទាំងនៃបេក្ខសាមណៈសង្ឃបេក្ខសាមណៈសិស្សវត្តទេពរាមប្រជប់ក៏បានធ្វើដំណើរនិមន្តចូលមកកាន់ក្នុងមណ្ឌលប្រឡងនៃវត្តស្រីកណ្ដាលហើយដូច្នេះនឹងបាទក៏សូមយើងទាំងអស់គ្នាទាំងព្រះសង្ឃនិងគណៈកម្មការយុវនារីនៃវត្តស្រីកណ្ដាលយើងក៏សូមឡើងដើម្បីទទួលដំណើរអំពីនឹងវត្តព្រះចបបាទសួស្តីព្រះសង្ឃព្រមទាំងគណៈកម្មការចំណុះវត្តស្រីកណ្ដាលក៏សូមស្វាគមន៍ទទួលដំណើរអំពីនៃតំណាងព្រះសង្ឃគឺមានបឋមចារ្យឧទេសាចារ្យប្រកាសណាបេក្ខសាមណៈសិស្សនៃវត្តទេពរាមព្រៃចបបាទដឹងដំណឹងថាវត្តទេពរាមព្រៃចបឆ្នាំនេះក្នុងពុទ្ធិកបាលីទី3បាទគឺថាច្រើនអង្គណាស់កណាសូមស្វាគមន៍ទទួលដំណើរអំពីនៃសាមណៈសង្ឃព្រមទាំងបេក្ខសាមណៈសិស្សនិងបឋមចារ្យឧទេសាចារ្យគ្រប់ជាន់ថ្នាក់ទាំងអស់អំពីនៃតំណាងសង្ឃវត្តទេពរាមព្រៃចបដោយសេចក្តីគោរពអំពីប្រជាពុទ្ធបរិស័ទនិងគណៈកម្មការហើយព្រមទាំងព្រះសង្ឃវត្តសេរីកណ្ដាលសូមស្វាគមន៍ទទួលដំណើរអំពីព្រះអង្គទេពរាមព្រៃចបដោយសេចក្តីគោរពកណាហើយសូមព្រះអង្គនិមន្តឡើងទៅគង់ក្នុងនៃមហាកុដិដើម្បីជួបអំពីនៃព្រះចៅអធិការសង្ឃទទួលដំណើរអំពីនៃប្រកាសណាបេក្ខសាមណៈសង្ឃព្រមទាំងបេក្ខសាមណៈសិស្សវត្តសេរីកណ្ដាលកណាសូមរតនាសូមព្រះអង្គឡើងទៅគង់នៅទីនៃមហាកុដិដែលនៅខាងលើជួបអំពីនៃព្រះចៅអធិការសង្ឃកណាសូមជម្រាបដោយសេចក្តីគោរពបាទ បង្ហាញស្នាដៃក្រោមពន្លឺរាស្មីតាំងដៃកវៃសេរីកណ្ដាលយើងខ្ញុំសូមថ្លែងអំណរទាំងចិត្តស្មោះសរប្រជាបរិស័ទ
ពុទ្ធសាសនាសៀវភៅបានចាអប់រំវិន័យយល់ដឹងក្បួនមេរៀនចងចាំឆ្លើយអវ័យក៏បាលីមួយឆ្នាំសាឡបងសាមគ្គីប្រឡងបង្ហាញស្នាដៃក្រោមពន្លឺរាស្មីតាំងដៃកវៃសេរីកណ្ដាលយើងខ្ញុំសូមថ្លែងអំណរទាំងចិត្តស្មោះសរប្រជាបរិស័ទដែលបានជួយអបថរចូលរួមចំណែកបណ្ដុំគំនិតរៀងសាធនធានកូនខ្មែរយើងមានចំណេះដឹងពិតមានប្រាជ្ញាមោះមុតសាសនាប្រណិតជាតិយើងរុងរឿងបុណ្យមើលទេសភាពពណ៌ខ្មែរសាមគ្គីរួមថែឲ្យបានល្អពិតរៀបចំតុបតែងប្រណិតរៀបចំតុបតែងប្រណិតស្រឡាញ់ពេញចិត្តនៃរំបថខ្មែរយើងរៀន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 អក្សរសាស្ត្រខ្មែរកូនមើលទេសភាពវត្តខ្មែរសាមគ្គីរួមថែឲ្យបានល្អប៉ិនរៀបចំតុបតែងទាំងប្រណិត ព្រមទាំងបេក្ខសាមណៈសង្ឃបេក្ខសាមណៈសិស្សព្រមទាំងយុវសិស្សនិងយុវតីសិស្សដែលបានបញ្ចុះឈ្មោះមកប្រឡងទៅតាមនៃលំដាប់វត្តដូច្នេះក៏ឃើញថាវត្តនៃសាលាពោធិក៏បានត្រៀមដំណើរនិមន្តនិងគ្រប់អញ្ជើញចូលមកកាន់នៃបណ្ដលប្រឡងវត្តស្រីកណ្ដាលហើយបាទសូមជម្រាបលោកយាយលោកតាព្រមទាំងយុវនារីនិងគណៈកម្មការត្រៀមដំណើរដើម្បីទទួលស្វាគមន៍អំពីនៃតំណាងព្រះសង្ឃវត្តសាលាពោធិកណាសួស្តីព្រះសង្ឃព្រមទាំងគណៈកម្មការអាចារ្យញោមវត្តនិងប្រជាពុទ្ធបរិស័ទទូទៅទាំងអស់ក្នុងវត្តសេរីចំណុះវត្តសេរីកណ្ដាលក៏សូមស្វាគមន៍ទទួលដំណើរអំពីនៃព្រះសង្ឃបឋមមីចាឧទេសាចាប្រកាសណានៃសាមណសិស្សបេក្ខសាមណសិស្សយុវសិស្សយុវតីសិស្សវត្តសាលាពោធិដោយសេចក្តីគោរពអំពីនៃគណៈកម្មការព្រះសង្ឃព្រមទាំងប្រជាពុទ្ធបរិស័ទវត្តសេរីកណ្ដាលសូមស្វាគមន៍ទទួលដំណើរនៃតំណាងសង្ឃនៃបេក្ខសាមណសិស្សវត្តសាលាពោធិដោយសេចក្តីគោរពហើយក៏សូមព្រះអង្គនិមន្តឡើងនៃមហាកុដដើម្បីទទួលនៃការស្វាគមន៍ដំណើរអំពីព្រះចៅអធិការសង្ឃវត្តសេរីកណ្ដាលកណាសូមរតនាគោរពឡើងនិមន្តក្នុងមហាកុដដោយសេចក្តីគោរពកណាចំតុបតែងប្រណិតស្រឡាញ់ពេញចិត្តនៃវប្បធម៌ខ្មែរយើងរៀន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 អក្សរសាស្ត្រខ្មែរ ភាសាសិល្បៈមិនអោយវំប្លាំងខ្មែរត្រូវខំថែប្រពៃណីយើងមានហោហែប្រពៃណីយើងមានហោហែត្រូវខំថែអោយបានគង់វង្សយើងរៀន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 អក្សរសាស្ត្រខ្មែរព្រះសង្ឃបរិស័ទប្រស្រីខិតខំគ្មានថ្មីថែវប្បធម៌យើងសាមគ្គីរួមថែឲ្យបានរុងរឿងសាមគ្គីរួម
វប្បធម៌យើងតរៀនទៅអើយយើងរៀន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 អក្សរសាស្ត្រខ្មែរភាសាសិល្បៈមិនអោយវំផ្លាំងខ្មែរត្រូវខំថែប្រពៃណីយើងមានហោហែប្រពៃណីយើងមានហោហែត្រូវខំថែអោយបានគង់វង្សយើងរៀន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 អក្សរសាស្ត្រខ្មែរព្រះសង្ឃបរិស័ទប្រស្រ័យខិតខំគ្មានថ្មីថែវប្បធម៌យើងសាមគ្គីរួមថែឲ្យបានរុងរឿងសាមគ្គីរួមថែឲ្យបានរុងរឿងថែវប្បធម៌យើងតរៀនទៅអើយយើងរៀន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 អក្សរសាស្ត្រខ្មែរយើងរៀនអក្សរសាស្ត្រខ្មែរសេងក្តីចូលដល់រាត្រីបងហាញភាំងត្រាទាំងគ្រូនិងសាំងពុកម៉ែយាយតាចូលរួមគ្នាខ្ញាក្រមដួងរាំងស្មៃសេរីកណ្ដាលកន្លែងរុញច្រានសង្គ្រាមបង្កាក្នុងទ្រូងភ័យអមិនដឹងយ៉ាងណាប្តុងក្ដួលអរាដឹងចប់ឬធ្លាក់នាងជាប់ត្រេកអរបបស្រងស្រាយរីករាយសប្បាយក្អាំងក្អាយអាំងអ្នកទឹកមុខញញឹមសង្ឃឹមជឿជាក់បានជាប់មិនធ្លាក់សប្បាយចិនដារីឯអ្នកធ្លាក់កុំបីសើមកប្រឹងប្រែងទៀនម្ដងប្រឡងទៀនណាសេចក្តីតស៊ូក្នុងការសង្សារច្បាំងជាចំរាដោយសារជាយាម
ខ្ញុំសូមថ្វាយបង្គំលើកដៃប្រណម្យឈ្មោះព្រះរតនត្រ័យលេ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 វាសនាគូក៏ពិនជាមានភ័ព្វនិស័យពុទ្ធធីកាំងល្អក្រៃជាគ្រឹះស្ថានសិក្សាផ្ដល់ចំណេះថ្លៃថ្លាល្អកាយវាចាចិត្តសារៀនមានវិន័យសាមគ្គីប្រងស្រីដោយភក្តីស្នេហ៍ស្និទ្ធលេ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 គុណគ្រូអ្នកគ្រូបណ្ដុងគុណធម៌សុចរិតសាសមាធិពិនជីវិតមានបញ្ញាសាររាល់ក្រុមកាយាចង្រិយារំទុំសិលធម៌រីស្គងស្គាយក្នុងថ្នាំបុណ្យរាយល្បីភាយពេញសង្គមលេ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 សុភមង្គលថ្កើងព្រោះការអប់រំប្រឹងហាត់ពត់លត់ដាំទំពាំងស្នងឬស័យថែវប្បធម៌ប្របីល្បីល្បាញក្នុងលោកកាគុណធម៌ពុនធីកាំងសូត្របានយល់ច្បាស់គុណមាតាបៃតាលេ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 គុណគ្រូឧត្តមគុណព្រះមន្ត្រីសងថ្លៃថ្លាគេមរតកដនតាខិតខំរៀងសាលើកិត្តិយសឈ្មោះខ្មែរថែតរៀងតែគុណធម៌ពុនធីកាំងសូត្របានយល់ច្បាស់គុណមាតាបៃតាលេ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 គុណគ្រូឧត្តមគុណព្រះមន្ត្រីសងថ្លៃថ្លាគេមរតកដនតាខិតខំរៀងសាលើកិត្តិយសឈ្មោះខ្មែរថែតរៀងតែ
ពុទ្ធសាសនាសៀវភៅបានចាអប់រំវិន័យយល់ដឹងក្បួនមេរៀនចងចាំឆ្លើយល្អវ័យក៏បាលីមួយឆ្នាំសាឡបងសាមគ្គីប្រឡងបង្ហាញស្នាដៃក្រោមពន្លឺរាស្មីតាំងដៃកវៃសេរីកណ្ដាលយើងខ្ញុំសូមថ្លែងអំណរទាំងចិត្តស្មោះសរប្រជាបរិស័ទដែលបានជួយអបថរចូលរួមចំណែកបណ្ដុំគំនិតរៀងសាធនធានកូនខ្មែរយើងមានចំណេះដឹងពិតមានប្រាជ្ញាមោះមុតសាសនាប្រណិតជាតិយើងរុងរឿងសូមស្វាគមន៍ពុកម៉ែយាយតាចូលរួមភ្ញៀវភ្ញានៃរាត្រីអំណរបង្ហាញសាមគ្គីនៅក្រុមទិទីញាតិមិត្តបងបងចូលរួមគាំទ្រវិស័យសិក្សា3ថ្ងៃប្រឡងកម្មវិធីល្អណាស់មានទាំងសិល្បៈប្រពៃណីផងក្រមលំព្រះពុទ្ធសាសនាសៀវភៅបានចាអប់រំវិន័យយល់ដឹងក្បួនមេរៀនចងចាំច្បាស់ល្អវ័យក៏បាលីមួយឆ្នាំសាឡបងសាមគ្គីប្រឡងបង្ហាញស្នាដៃក្រោមពន្លឺរាស្មីតាំងដៃកវៃសេរីកណ្ដាលយើងខ្ញុំសូមថ្លែងអំណរទាំងចិត្តស្មោះសរប្រជាបរិស័ទដែលបានជួយអបថរចូលរួមចំណែកបណ្ដុំគំនិតរៀងសាធនធានកូនខ្មែរយើងមានចំណេះដឹងពិតមានប្រាជ្ញាមោះមុតសាសនាប្រណិតជាតិយើងរុងរឿងសូមស្វាគមន៍ពុកម៉ែ បាទគឺថានៅតែវត្តសេរីកសាំងទេដូច្នេះចុងក្រោយបង្អស់ដែលទទួលដំណើរស្វាគមន៍អំពីនៃគណៈកម្មការវត្តសេរីកណ្ដាលព្រមទាំងប្រសង់វត្តសេរីកណ្ដាលក៏យើងរៀបចំដែលចុងក្រោយបំផុតគឺនៅសេរីកសាំងបាទសូមជម្រាបនិងជូនដំណឹងដោយសេចក្តីគោរពអំពីខ្ញុំបកករណាខ្ញុំបាទកណា
សូមលោកយាយលោកតាព្រមទាំងប្រកាសអាណាគ្រប់ព្រះអង្គនិងយុវនារីព្រមទាំងប្រធាននារីនិងគណៈកម្មការគ្រប់ជាន់ថ្នាក់ទាំងអស់ត្រៀមធ្វើដំណើរដែលទទួលស្វាគមន៍នៃតំណាងព្រះសង្ឃបេក្ខសាមណៈសិស្សសង្ឃព្រមទាំងយុវតីយុវសិស្សនិងឧទ្ទេសចារប្រធមមីចាបាទគឺថានាទីចុងក្រោយដែលទទួលស្វាគមន៍ចុងក្រោយបង្អស់អំពីនានាវត្តដែលបើកនៅសាលាពុទ្ធិកបាលីទាំង3ថ្នាក់គឺមានថ្នាក់បាលីទី1និងទី2ទី3ហើយក៏បានចាត់តាំងនៅទៅតាមនៃគណៈមន្ត្រីសង្ឃស្រុកវិញchâuចាស់ក៏បានត្រៀមនៃការចាត់តាំងក្នុងមណ្ឌលវត្តសេរីកណ្ដាលដូច្នេះនាទីចុងក្រោយទទួលស្វាគមន៍ដំណើរអំពីនៃតំណាងបេក្ខសាមណៈសិស្សព្រមទាំងតំណាងបឋមមេចាឧទ្ទេសចារនៃវត្តសេរីកសង្ឃសួស្តីខ្ញុំប្រកាសណាខ្ញុំបាទព្រមទាំងព្រះសង្ឃគណៈកម្មការប្រជាពុទ្ធបរិស័ទក្រុមនៃវត្តសេរីកណ្ដាលវត្តសេរីកណ្ដាលក៏សូមទទួលស្វាគមន៍ដំណើរអំពីនៃប្រធមមេចាកណាមានព្រះចៅអធិការសង្ឃនិងគណៈអចិន្ត្រៃយ៍សង្ឃនៃមន្ត្រីសង្ឃស្រុកផងបាទគឺថាព្រះអង្គដែលជាព្រះចៅអធិការសង្ឃវត្តសេរីកសង្ឃព្រមទាំងបឋមមេចាព្រះពុទ្ធសូត្រព្រមទាំងព្រះករុណានិងគណៈមេប្រយោគគ្រប់ជាន់ថ្នាក់ទាំងអស់ដែលនិមន្តនិងគោរពអញ្ជើញអំពីនៃវត្តសេរីកសង្ឃខ្ញុំកណាខ្ញុំបាទសូមស្វាគមន៍ទទួលដំណើរព្រមទាំងប្រជាពុទ្ធបរិស័ទនិងព្រះសង្ឃហើយនឹងគណៈកម្មការគ្រប់ជាន់ថ្នាក់វត្តសេរីកណ្ដាលសូមស្វាគមន៍ទទួលដំណើរសូមព្រះអង្គនិមន្តឡើងទៅគង់ដើម្បីនៅក្នុងមហានៃកុដិជួបព្រះចៅអធិការសង្ឃវត្តសេរីកណ្ដាលទទួលស្វាគមន៍ដំណើរអំពីនៃព្រះអង្គដែលជាព្រះចៅអធិការសង្ឃវត្តសេរីកសង្ឃព្រមទាំងព្រះ